ស្ត្រីខ្មែរតែងតែប្រើប្រាស់ស្បែកក្នុងការស្លៀកដណ្ដប់លើរាងកាយដែលនេះជារបៀបរបបមួយមានលក្ខណៈខ្ពង់ខ្ពស់ថ្លៃថ្នូរនិងសម្ដែងឲ្យឃើញនៅសេចក្តីគោរពសម្ដែងអំពីឋានៈកិត្តិយសរបស់អ្នកស្លៀកពាក់ហើយការប្រើប្រាស់ស្បែកនោះទៀតសោតក៏មានច្រើនប្រភេទនិងសម្បូរបែបណាស់ដូចជាស្បែកតាតស្បែកភ្លីស្បែកលៀតស្បែកប្រែស្បែកប៉ាក់ស្បែកភួយស្បែកស្ដើងនិងស្បែកផ្សេងទៀតដោយប្រើប្រាស់ជាមួយសម្ពុតសម្លុយនិងសម្ពុតចងក្បិនតាមការអធ្យាស្រ័យធនធាននិងថាខ្មែរតែងតែប្រើប្រាស់ស្បែកក្នុងការស្លៀកដណ្ដប់លើរាងកាយដែលនេះជារបៀបរបបមួយមានលក្ខណៈខ្ពង់ខ្ពស់ថ្លៃថ្នូរនិងសម្ដែងឲ្យឃើញនៅសេចក្តីគោរពសម្ដែងអំពីឋានៈកិត្តិយសរបស់អ្នកស្លៀកពាក់ហើយការប្រើប្រាស់ស្បែកនោះទៀតសោតក៏មានច្រើនប្រភេទនិងសម្បូរបែបណាស់ដូចជាស្បែកតាតស្បែកភ្លីស្បែកលៀតស្បែកប្រែស្បែកប៉ាក់ស្បែកភួយស្បែកស្ដើងនិងស្បែកផ្សេងទៀតដោយប្រើប្រាស់ជាមួយសម្ពុតសម្លុយនិងសម្ពុតចងក្បិនតាមការអធ្យាស្រ័យធន